បើហត់ត្រីឆ្លាតនៅម្ដុំផ្សារថ្មីក្នុងមួយថ្ងៃគាត់លក់អស់ខ្ទង់50គីឡូមិនមែនជារឿងដែលចម្លែកទេព្រោះដោយសារនៅទីនេះគឺគាត់មានចំណុចពិសេសច្រើនចំណុចពិសេសទី1ហ្នឹងគឺគាត់ប្រើជាប្រភេទត្រីឆ្លាតសុទ្ធណាគាត់មានលាយជាមួយនឹងម្សៅទេហើយសម្រាប់បើហត់ត្រីវិញគឺគាត់ដាក់ចៀនថ្មីតែម្ដងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺថាទទួលបានរសជាតិបែបឆ្ងាញ់គឺក្តៅតែម្ដងហើយសម្រាប់តម្លៃគឺ1គីឡូ50000រៀលបើសិនជាពុកម៉ែបងប្អូនយកមកប្រអប់គឺ12500រៀលណាសម្រាប់អ្នកនៅម្ដុំផ្សារថ្មីគឺប្រកាសជាបានស្គាល់ទីតាំងមួយកន្លែងនេះច្បាស់ដូចថ្ងៃអញ្ចឹងគឺពេញនិយមមែនតើនៅម្ដុំផ្សារថ្មីដែលមានឈ្មោះថាវិសាភាលូបហិត្រីណាហើយមើលតមួយមុនហ្នឹងទៅគឺថាដឹងហើយពុកម៉ែបងប្អូនគឺម៉ូតូវិញឡើងដឹងរៀបត្រៀបត្រាពេញហ្នឹងតែម្ដងហើយសម្រាប់អ្នកដែលជិះឡានទៅរៀងពិបាករកកន្លែងចតបន្តិចប៉ុន្តែបើសម្រាប់ម៉ូតូស្រួលអញ្ចឹងពុកម៉ែបងប្អូនហើយសម្រាប់បហិត្រីនៅទីនេះគឺថាគាត់ជៀនថ្មីជាប់រហូតតែម្ដងសម្រាប់អ្នកដែលជាម៉ួយធ្លាប់បានទៅញ៉ាំនៅទីនេះគឺប្រកាសជាបានដឹងហើយសម្រាប់បហិត្រីរបស់គាត់គឺចំណុចពិសេសហ្នឹងគាត់អត់មានលាយជាមួយនឹងម្សៅទេគឺថាបងស្រីគាត់លក់ដោយស្មោះត្រង់តែម្ដងបើសិនជាគាត់មានលាយជាមួយនឹងត្រីអីផ្សេងគឺគាត់ប្រាប់ប៉ុន្តែសម្រាប់ម្សៅមួយគឺគាត់អត់លាយទេអញ្ចឹងគឺថាសម័យនេះអ្នកលក់មិនចាំបាច់ខំប្រឹងភូតផលអ្នកញ៉ាំទេព្រោះដោយសារអ្នកញ៉ាំឥឡូវគឺថាគេចេះណាស់ពុកម៉ែបងប្អូននិយាយទៅគឺថានៅពេលដែលញ៉ាំតែប៉ះម្សៅហ្នឹងគឺគេដឹងហើយទៅកុហកហ្នឹងគឺថាទៅតែម្ដងលែងទៅហើយប៉ុន្តែនៅទីនេះវិញគឺ Twister បានទៅញ៉ាំជាលើកទី2ហើយប៉ុន្តែសម្រាប់បហិត្រីរបស់គាត់គឺថាអត់មានប្រែរសជាតិទេគឺនៅឆ្ងាញ់ដូចដើមពុកម៉ែបងប្អូនសម្រាប់បហិត្រីវិញគឺថាថ្មីជឿនមកឡើងល្អមែនតើឡើងទំនងតែម្ដងហើយសម្រាប់បហិត្រីនេះដូច Twister និយាយនៅខាងដើមអញ្ចឹង1គីឡូ50000បើសិនជាយើងយកមកប្រអប់គឺ12500រៀលណាហើយសម្រាប់មកប្រអប់ហ្នឹងគឺច្រើនគួរសមដែរលក្ខណៈថាយើងទៅបែបគ្នា2នាក់អីមកល្មមហើយ Twister ថ្ងៃនេះគឺហៅរៀងច្រើនមុខដែរគាត់មានទាំងជាប្រភេទងៀតកបីក៏ដូចជាញោមម្កាក់អញ្ចឹងពុកម៉ែបងប្អូនញោមជាមួយនឹងត្រីបំពងណាគឺថារសជាតិរបស់គេឆ្ងាញ់មែនតើហើយបើថាប្រហិតត្រីនេះវិញពុកម៉ែបងប្អូនគឺនៅជាប់មានឆ្អឹងខាងក្នុងនឹងមួយអញ្ចឹងអាចនិយាយបានថាជាប្រភេទត្រីសុទ្ធដែរហើយសម្រាប់ជ្រូកវិញគឺគាត់អត់មានថាំទេពុកម៉ែបងប្អូនឲ្យឡើងច្រើនតែម្ដងដាក់ម្ទេសចេះមកគឺទំនងមែនតើជាប្រភេទជ្រូកឆៃថាយគេដាក់ជាមួយនឹងទឹកសក់ណាពុកម៉ែបងប្អូនហើយខាងនេះវិញគឺជាងៀតកបីអូននិយាយទៅគឺថាពេលល្ងាចឡើងឲ្យចង់រកបែបកន្លែងឈៀបែបជួបជុំអីអញ្ចឹងគឺអាចទៅទីតាំងមួយកន្លែងនេះបានធានាថាពុកម៉ែបងប្អូននៅពេលដែលបានទៅញ៉ាំគឺជាប់ចិត្តជាមួយរសជាតិតែម្ដងហើយមើលតែភ្ញៀវទៅគឺថាដឹងហើយបើសិនជាកន្លែងគាត់លក់អត់ឆ្ងាញ់ទេគឺអត់មានភ្ញៀវណាទៅច្រើនយ៉ាងនឹងទេពុកម៉ែបងប្អូនហើយចំណុចមួយទៀតហ្នឹងគឺទៅលើណាម៉ៃណាដូចនៅកន្លែងបងស្រីជៀនបហិត្រីអញ្ចឹងគឺគាត់មានពាក់ទាំងសម្រាប់រុំសក់ម៉ាស់ក៏ដូចជាស្រោមដៃអញ្ចឹងនៅកន្លែងគាត់គឺគិតគូរពីអនាម័យមែនតើហើយកន្លែងលក់របស់ញ៉ាំបែបនេះគឺថាអនាម័យសំខាន់បំផុតតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំនៅទីនេះអីគឺថាអាចទៅបានគាត់មានបើកចាប់ពីម៉ោង3ល្ងាចរហូតដល់ម៉ោង9យប់ណាអញ្ចឹងវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ